នឹងអាដាមវិទ្យាថ្ងៃនេះខ្ញុំយករឿងពាក់ព័ន្ធទៅនឹងក្រសួងសំខាន់ៗរបស់ប្រទេសថៃនិងថ្នាក់ដឹកនាំនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលនិងក្រសួងរបស់ប្រទេសថៃដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងប្រទេសនានានៅក្នុងអាស៊ីអាគ្នេយ៍ដែលមានបែងចែកថ្នាក់ដឹកនាំនយោបាយនិងថ្នាក់ដឹកនាំរដ្ឋបាលបច្ចេកទេសផ្សេងៗគ្នាដូចជាស្ថាប័នក្រសួងសំខាន់ៗនៅប្រទេសថៃរដ្ឋាភិបាលថៃមានក្រសួងចំនួនតែ19ក្រសួងតែប៉ុណ្ណោះវាខុសប្លែកអីតែប្រទេសកម្ពុជាយើងគឺក្បាលម៉ាស៊ីនមួយមានក្រសួង27រហូតដល់30ក្រសួងជាងបើសិនជាយើងរាប់ឲ្យអស់មកពីព្រោះក្រសួងដែល4ក្រសួង5ក្រសួងបន្តពីនឹងទៀតគឺជាស្ថាប័នប្រហាក់ប្រហែលទៅនឹងក្រសួងចំនួន27ហ្នឹងឥឡូវនេះយើងមិននិយាយអំពីប្រទេសថៃគឺជាប្រទេសមួយដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុនិងទីផ្សារជាពិសេសខាងទំនាក់ទំនងការទូតការបរទេសគឺមានភាពស៊ីជម្រៅហើយនឹងបត់បែនតាមកលៈទេសៈរបស់គោលនយោបាយនិងថ្នាក់ដឹកនាំនីមួយៗជាពិសេសគឺនាយករដ្ឋមន្ត្រីគឺមានតួនាទីសម្រាប់គោរពនិងប្រតិបត្តិទៅលើប្រព័ន្ធច្បាប់ហើយនឹងអនុវត្តនិងតួនាទីជាពិសេសគឺជាតិនិយមនឹងតែម្ដងគឺគេសហការគ្នាជាមួយនឹងស្ដេចដើម្បីធ្វើឲ្យប្រទេសមានភាពរីកចម្រើនហើយនឹងគោរពនៅលទ្ធិជាតិតៃឥឡូវនេះខ្ញុំនឹងរៀបរាប់អំពីក្រសួងដែលចំនួន19នៅក្នុងស្ថាប័ននាយករដ្ឋមន្ត្រីនិងជំនួសឲ្យនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃមួយដែលទទួលបន្ទុកលើវិស័យជាក់លាក់ឧទាហរណ៍នៃក្រសួងសំខាន់ៗរួមមានដូចជាទីស្តីការនាយករដ្ឋមន្ត្រី Office of the Prime Minister គឺជាអ្នកសម្របសម្រួលកិច្ចការគណៈរដ្ឋមន្ត្រីនិងគ្រប់គ្រងស្ថាប័នមួយចំនួនដែលស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្ត្រីអញ្ចឹងនាយករដ្ឋមន្ត្រីមានសិទ្ធិធំជាងគេក្រសួងពាណិជ្ជកម្មនៅក្រសួងការពារជាតិ Ministry of Defense ក្រសួងការពារជាតិនេះគឺទទួលបន្ទុកលើកិច្ចការយោធានិងសន្តិសុខហើយក្រសួងមួយទៀតគឺក្រសួងហិរញ្ញវត្ថុ Ministry of Finance គ្រប់គ្រងគោលនយោបាយសារពើព័ន្ធថវិការដ្ឋនិងបំណុលសាធារណៈក្រសួងការបរទេស Ministry of Foreign Affairs គឺដឹកនាំនិងទំនាក់ទំនងការទូតនិងកិច្ចការអន្តរជាតិរបស់ប្រទេសថៃទាំងមូលទៅដល់ហើយក្រសួងមហាផ្ទៃ Ministry of Interior គ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិដូចជាប៉ូលីសសន្តិសុខនិងមួយផ្នែកទៀតដើម្បីរក្សាសន្តិសុខផ្ទៃក្នុងនិងរក្សាសន្តិសុខជូនប្រទេសនិងជីវរដ្ឋក្រសួងយុត្តិធម៌ក្រសួងយុត្តិធម៌នេះគឺអង់គ្លេសគេថា Ministry of Justice គឺត្រួតពិនិត្យប្រព័ន្ធយុត្តិធម៌តុលាការការគ្រប់គ្រងរដ្ឋបាលនិងកិច្ចការច្បាប់ក្រសួងអប់រំ Ministry of Education ទទួលបន្ទុកលើការអប់រំតាំងពីថ្នាក់បឋមរហូតដល់មធ្យមសិក្សានិងការអប់រំបច្ចេកទេសផ្សេងៗទៅតាមជំនាញនិងតម្រូវការទីផ្សារនៅក្នុងប្រទេសនិងតម្រូវការទីផ្សាររបស់អន្តរជាតិក្រសួងសុខាភិបាល Ministry of Public Health គ្រប់គ្រងប្រព័ន្ធសុខភាពសាធារណៈទីពេទ្យនិងការពារជំងឺគឺក្រសួងនេះមានសម្រាប់សំខាន់សម្រាប់សុខភាពរបស់ប្រជាពលរដ្ឋមិនថានៅតាមស្ថាប័នណានៅតាមតំបន់ណាឬនៅតំបន់ដាច់ស្រយាលគឺមន្ទីរពេទ្យសាលារៀនគេគឺមានទៅដល់ទីកន្លែងអញ្ចឹងថៃគឺជាប្រទេសមួយដែលគោរពលទ្ធិជាតិតៃគេស្រឡាញ់នៅសិទ្ធិសេរីភាពនិងអាយុជីវិតជាប្រវត្តិគេមើលថែគេ care គេគោរពនិងគេនិយាយទៅគេធ្វើអ្វីតាមដែលតម្រូវការរបស់ប្រជាពលរដ្ឋក្រសួងពាណិជ្ជកម្ម Ministry of Commerce ក្រសួងកិច្ចការពាណិជ្ជកម្មនាំចេញនាំចូលនិងការពារអ្នកប្រើប្រាស់ចឹងថៃវាមានសមត្ថភាពវាផ្ដល់សិទ្ធិសេរីភាពនិងការពារជូនដល់ពលរដ្ឋរបស់ខ្លួនទី2ធំនេះគឺតួនាទីថ្នាក់ដឹកនាំនៅក្នុងក្រសួងរបស់
ទេសថៃរចនាសម្ព័ន្ធឋានានុក្រមក្នុងក្រសួងថៃបែងចែកច្បាស់លាស់រវាងថ្នាក់នយោបាយការកំណត់គោលនយោបាយនិងថ្នាក់រដ្ឋបាលការអនុវត្តបច្ចេកទេសដូចជាថ្នាក់ដឹកនាំនយោបាយ political appointee បុគ្គលិកទាំងនេះជាសមាជិកគណៈរដ្ឋមន្ត្រីដែលតែងតាំងដោយព្រះមហាក្សត្រតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីពួកគេទទួលខុសត្រូវលើទិសដៅនយោបាយរបស់ក្រសួងរដ្ឋមន្ត្រីរដ្ឋមន្ត្រីរងថ្នាក់ដឹកនាំរដ្ឋបាលបច្ចេកទេសបុគ្គលិកទាំងនេះជាមន្ត្រីរាជការស៊ីវិលជាន់ខ្ពស់ដែលដឹកនាំរចនាសម្ព័ន្ធរដ្ឋបាលប្រចាំថ្ងៃរបស់ក្រសួងពួកគេធានានូវភាពរលូននៃការអនុវត្តគោលនយោបាយដែលមានដាក់ចេញដោយថ្នាក់គោលនយោបាយដូចជាអគ្គលេខាធិការអគ្គនាយកដ្ឋានការិយាល័យមន្ត្រីរាជការក្រោមមន្ត្រីថ្នាក់ក្រោមសរុបសេចក្តីមកថ្នាក់ដឹកនាំនយោបាយរដ្ឋមន្ត្រីបង្កើតគោលនយោបាយចំណែកឯថ្នាក់រដ្ឋបាលអគ្គលេខាធិការចុះក្រោមគឺគេជាអ្នកធានាសុវត្ថិភាពនិងអនុវត្តជាក់ស្ដែងទាំងអស់